មកហូបពេលល្ងាចស្ងោរងាំងើមាន់ស្រែបងប្អូននេះមើលពីវិធីធ្វើទាំងអស់គ្នាហ្នឹងហើយបងប្អូនឥឡូវយើងបានសាច់មាន់ប៉ុណ្ណេះមកយកវាលាងទឹកឲ្យស្អាតមកបងប្អូនហើយមានជើងមានស្លាបមានភ្លៅក្បាលមានអីចឹងទៅបងប្អូនហើយហ្នឹងហើយអានេះដូចមាន់មួយចឹងណាប៉ុន្តែវាអត់ទេខ្ញុំទិញតាភ្លៅមួយគូនឹងមកហើយនឹងស្លាបនិយាយរួមទៅកំងគេប៉ុណ្ណឹងបងប្អូនគេដាក់ឲ្យប៉ុណ្ណឹងគេយកលុយ10000អញ្ចឹងហើយស្ងោរងាំងើព្រោះកូនស្រីខ្ញុំគាត់ប្រាប់ថាងាំងើក៏បានតុងយ៉ាំក៏បានបងប្អូនហើយតុងយ៉ាំនៅមុំគ្រឿងច្រើនអញ្ចឹងនេះខ្ញុំអត់ទេនេះខ្ញុំធ្វើស្ងោរងាំងើឲ្យគាត់ញ៉ាំទៅហើយមកនេះខ្ញុំស្ងោរហើយអីហើយនេះបងប្អូនឥឡូវយើងកំពុងតែកាប់សាច់មាន់កាប់អីហ្នឹងរៀបចំហើយទៅហើយកាប់សាច់មាន់បដានេះខ្ញុំដាក់ដាំទឹកបដាហ្នឹងហើយដោយសារតែគាត់ថាគាត់ចេញពីធ្វើការម៉ោង9បងប្អូនមុំទៅដល់កន្លែងលោកឪពុកគាត់ធ្វើការហ្នឹងក៏ម៉ោង10អីចឹងណាមុំចេញពីពេញមកម៉ោង10ហើយមុំមកដល់ផ្ទះម៉ោង10ហ្នឹងហើយអញ្ចឹងធ្វើបដាអីបដាហ្នឹងទៅបងប្អូននៅចាំហូបបាយជុំគ្នាដល់ពេលមានបានហូបបាយទេដោយសារតែនេះខ្ញុំយប់ហើយនេះខ្ញុំអត់ហូបទេព្រោះយប់ពេកអញ្ចឹងខ្ជិលឡើងគីឡូខ្លាំងណាបងប្អូនហ្នឹងហើយអញ្ចឹងយើងធ្វើម្ហូបធ្វើអីត្រៀមទុកឲ្យគាត់ទៅពេលគាត់មកដល់ហ្នឹងគាត់ហូបទៅព្រោះកូនពៅខ្ញុំគាត់ហូបមុនហើយគាត់អត់ចាំទេព្រោះអីយប់អញ្ចឹងណាគាត់ទៅប្រញាប់ទៅដេកស្អែកឡើងគាត់ទៅធ្វើការធ្វើអីចឹងទៅហើយនេះខ្ញុំនឹងធ្វើម្ហូបធ្វើអីហ្នឹងទៅបងប្អូននេះកាប់សាច់កាប់អីហ្នឹងទៅសាច់ហ្នឹងគឺវាថាល្មមទេដល់ពេលឥឡូវហ្នឹងសាច់ហ្នឹងវាទៅជាច្រើនជ្រុលម្ហូបហ្នឹងហូបឡើង2ពេលហើយបងប្អូនហ្នឹងហើយហូបឡើង2ពេលបានអស់នេះខ្ញុំអត់ហូបទេសាច់មាន់ណាបងប្អូនដោយសារតែយើងលាក់ស៊ីអីចឹងណាចឹងអត់ហូបទេអញ្ចឹងសម្រាប់ម្ហូបហ្នឹងគឺតែ3នាក់កូនគាត់ហ្នឹងហើយពេលចឹងទៅឥឡូវនេះបងប្អូនមកមើលទឹកសម្លយើងគឺបានពុះរួចរាល់ហើយនេះខ្ញុំក៏ដាក់មានស្លឹកក្រូចគល់គ្រៃហើយនឹងខ្ទឹមសបងប្អូនហើយដាក់វាទៅហើយយើងចាក់សាច់មាន់យើងចូលចាក់សាច់ចូលហើយយើងកូរវាបន្តិចទៅហើយបងគ្រឿងបងអីឲ្យហើយក៏បានបងប្អូនហ្នឹងហើយបងគ្រឿងក្រៅតិចទៅដោយសារតែទឹកងាំងើយើងក៏វារៀងប្រៃដែរអញ្ចឹងហើយយើងដាក់អំបិលបន្តិចទៅទឹកត្រីបន្តិចទៅក៏ប៊ីចេងអីចឹងទៅបងប្អូនហ្នឹងហើយដាក់ឲ្យវាឡែមមកពេលដែលយើងដាក់ងាំងើមកគឺងាំងើយើងហ្នឹងគឺវាមានរសជាតិប្រៃនៅក្នុងនឹងស្រាប់ហើយពេលដែលដាក់មកគឺល្មមតែម្ដងបងប្អូនអញ្ចឹងហើយបងគ្រឿងក្រៅហើយអស់គឺនេះខ្ញុំគ្របទុកឲ្យចោលទៅឲ្យសាច់មាន់ហ្នឹងវាពុះឆ្អិនណាបងប្អូនពេលដែលវាពុះឆ្អិនហើយយើងប៉ើងគ្របវាមកហើយទុកងាស់វាតិចទៅដោយសារតែមាន់ស្រែខ្លាចវាស្វិតដល់បងប្អូនដល់ពេលអញ្ចឹងទៅងាស់វាឲ្យវាមើលទៅឆ្អិនហើយបិទក្រាស់បិទអីចាំទៅព្រោះអីចាំគេមកបងគ្រឿងក្រៅទៅណាមានអីទៀតមានដាក់ងាំងើក្រោយហ្នឹងជាការស្រាច់ឲ្យងាំងើហើយនឹងជីខ្ទឹមបំពងអីចឹងទៅបងប្អូនហើយដល់ពេលអញ្ចឹងគាត់មកលៃលកធ្វើហូបខ្លួនឯងទៅមកដល់កដៅតែបន្តិចទៅហើយដាក់គ្រឿងក្រៅហ្នឹងគឺហើយជាការស្រាច់ឲ្យកូនស្រីខ្ញុំគាត់ចង់ញ៉ាំឲ្យតែកូនចង់ញ៉ាំអីក៏ដោយម្ដាយគឺធ្វើឲ្យភ្លាមអត់មានទុកយូរទេបងប្អូនហើយកូនប្រាប់ថាស្អែកបានមកផ្ទះដល់ពេលយប់ហ្នឹងប៉ាគេបបួលមកទៅមកទាំងយប់ក៏ធ្វើម្ហូបឲ្យទាំងយប់ទៅទាំងឲ្យបងប្អូនអញ្ចឹងវីដេអូខ្ញុំអត់មានអីច្រើនទេបងប្អូនមានតែប៉ុណ្្នឹងអរគុណបងប្អូនចាំជួបគ្នាវីដេអូក្រោយទៀតបាយបាយ